កំពុងល្បីខ្លាំងលោកពេជ្រស្រស់ថាពុំគួរចាត់ការលើលោកខេ01បញ្ជូនទៅតុលាការទេព្រោះហេតុផលមួយនេះដោយបងប្អូនទាំងអស់គ្នាបានជ្រាបហើយគឺនៅថ្ងៃទី30ខែមិថុនាឆ្នាំ2026នេះគឺនគរបាលបានសម្រេចឃាត់ខ្លួនខេ01បញ្ជូនទៅតុលាការដោយប្រើហិង្សាលើយុវជនម្នាក់នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍អាយជួននរិនស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ស្នងការបានសង្កត់ធ្ងន់ថាការប្រព្រឹត្តហិង្សាមិនអាចពន្លត់លើការឡាយវីដេអូសុំទោសនោះឡើយហើយការសម្រេចបន្តលើស្ថាប័នតុលាការបន្ទាប់ពីបណ្ដាញសង្គមផ្ទុះការចែករំលែកប្រងព្រឹត្តករណីការឃាត់ខ្លួន K01 បញ្ជូនទៅតុលាការស្រាប់តែលោកពេជ្រស្រស់ថាពុំគួរចាត់ការលើលោក K01 បញ្ជូនទៅតុលាការមួយទេក្រោមហេតុផលមួយនេះនៅរសៀលថ្ងៃទី30ខែមិថុនាឆ្នាំ2026លោកពេជ្រស្រស់បានធ្វើការបង្ហោះសារនៅលើគណនីភ័យផ្លូវការរបស់លោកដែលមានខ្លឹមសារបែបនេះថាមិនកាន់ជើង K01 នោះទេប៉ុន្តែការអនុវត្តច្បាប់មិនថ្លឹងពីវិជាសនកម្មក៏បង្កើតឲ្យមានភាពអយុត្តិធម៌ផងដែរតួយ៉ាងលោក K01 ត្បិតគាត់ជ្រុលដៃវាយបន្តិចបន្តួចលើយុវជនដែលមករស់ក្រោមការគ្រប់គ្រងរបស់គាត់ពិតមែនប៉ុន្តែយុវជននោះមិនបានរងឥទ្ធិពលសាហាវពីការវាយដំឡើយហើយលោក K01 ក៏គ្មានចេតនាអាក្រក់វាយយុវជននោះឲ្យរងរបួសធ្ងន់អ្វីដែរគឺគាត់ចង់ឲ្យយុវជននោះគោរពម៉ែឪតែប៉ុណ្ណោះហើយបច្ចុប្បន្ននេះយុវជននោះក៏កំពុងរស់នៅជាមួយនឹង K01 ទៀតផងក្នុងន័យនេះពុំគួរចាត់ការលើលោក K01 បញ្ជូនទៅតុលាការនោះទេត្រឹមកម្រិតណែនាំគឺគ្រប់គ្រាន់ហើយរឿងតូចមើលមិនដែលរំលងរឿងធំភ្នែកកោងធ្វើមើលមិនឃើញអាសូរពេកណាស់បន្ទាប់ពីលោកពេជ្រស្រស់ធ្វើការបង្ហោះសម្ដីបែបនេះរួចមហាជននៅក្នុងបណ្ដាញសង្គម Facebook ក៏ផ្ទុះការគាំទ្រហើយអ្នកខ្លះក៏បានប្រតិកម្មតបវិញថាត្រូវតែធ្វើឲ្យតឹងរឹងចំពោះបុគ្គលដែលបង្កើតវីដេអូបំពុលសង្គមនិងគ្មានសីលធម៌ត្រូវតែចាត់ការតាមច្បាប់ឲ្យបានតឹងរឹងពាក់ព័ន្ធនឹងការឃាត់ខ្លួន K01 បញ្ជូនទៅតុលាការនេះដែរនៅថ្ងៃរសៀលទី30មិថុនា2026នេះដដែលក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនផងដែរដែលមានខ្លឹមសារថាតាមការកោះហៅរបស់មន្ត្រីនគរបាលយុត្តិធម៌នៃផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី30ខែមិថុនាឆ្នាំ2026ឈ្មោះខឿនសុឡាហៅ K01 ប្រកបរបរលើសេវាកម្មលក់អចលនទ្រព្យនិងលក់រថយន្តបច្ចុប្បន្នរស់នៅដីឡូគ្មានលេខផ្លូវលំភូមិរោងចក្រសង្កាត់គោកឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញបានចូលខ្លួនបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះហើយពាក់ព័ន្ធនឹងការប្រើប្រាស់ហិង្សាលើយុវជនម្នាក់មិនស្ដាប់បង្គាប់ខ្លួនឲ្យលុតជង្គង់សុំទោសម្ដាយបង្កើតរបស់យុវជននោះដែលរឹងរូសមិនស្ដាប់បង្គាប់ម្ដាយដោយម្ដាយចង់ឲ្យយុវជននេះមកស្នាក់នៅធ្វើការនៅកន្លែងរបស់ខ្លួន K01កាលពីថ្ងៃទី28ខែមិថុនាឆ្នាំ2026ករណីហិង្សានេះមានការបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមដែលនាំឲ្យមានការរិះគន់ជាខ្លាំងពីអ្នកលេងបណ្ដាញសង្គមចំពោះទង្វើហិង្សារបស់បុគ្គល K01 ក្រោយពីសមត្ថកិច្ចបានសាកសួរ K01 រួចរាល់ដែលអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមសេនីយ៍អាយជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបុគ្គល K01 ត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធី